សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំសូមលើកលំហាត់ពាក់ព័ន្ធជាមួយនឹងវេយ្យាករណ៍គឺលំហាត់នេះគឺមានបងប្អូនម្នាក់បានឆាតមកសួរលំហាត់ខ្ញុំថាសូមឲ្យខ្ញុំជួយបកស្រាយទៅលើលំហាត់នេះហើយចំពោះលំហាត់នេះគឺគេតែចេញប្រឡងបាត់រូបដែរអញ្ចឹងក៏ខ្ញុំសូមធ្វើជាវីដេអូហើយប្រភេទលំហាត់នេះគឺជាប្រភេទវេយ្យាករណ៍ដែលគេហៅថា question text ហើយចំពោះមេរៀន question text ក៏វាមានរបៀបក្នុងការធ្វើលំហាត់នេះដែរអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមកមើលរបៀបធ្វើលំហាត់ question text ទាំងអស់គ្នាមុននឹងយើងចាប់ផ្ដើមធ្វើលំហាត់នេះបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាមករបៀបធ្វើលំហាត់ question text គឺយើងមាន3ចំណុចដែលបងប្អូនទាំងអស់គ្នាត្រូវការដឹងពីរបៀបធ្វើរបស់វារបៀបទី1គេឲ្យយើង check sentence ហ្នឹងគឺយើងមើលឃើញថាប្រយោគយើងកន្លែងនេះបើគេឲ្យមកជាស្របយើងទៅរកបដិសេធហើយបើសិនណាគេឲ្យមកបដិសេធយើងទៅឲ្យកន្លែងនេះរកថាជាស្របអញ្ចឹងវាមានតែ2ទេគឺវាមានតែស្របនិងបដិសេធហើយចំណុចទី2គឺគេឲ្យ check ទៅលើ form ហ្នឹងតើវាចូលទម្រង់ past ទម្រង់ present ឬក៏ទម្រង់ future ហើយចូលដល់ករណីទី3គឺយើងត្រូវការចាំករណី note របស់វាហើយករណី note ដូចខ្ញុំបានដាក់នៅលើអេក្រង់ទូរស័ព្ទបាទបងប្អូនទាំងអស់គ្នាត្រូវការចាំករណី note ហ្នឹងព្រោះករណី note ហ្នឹងគឺវាមានជម្រើសទេគឺយើងត្រូវការចាំបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមកមើលលំហាត់យើងទាំងអស់គ្នាដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថារបៀបធ្វើលំហាត់ question text របស់យើងនេះបាទទី1គឺយើងត្រូវ text sentence របស់យើងថាតើវាគេឲ្យមកស្របឬក៏បដិសេធឥឡូវយើងទៅទាំងអស់គ្នាប្រធានគេឲ្យមក there's old woman drinks too much ហើយកន្លែងនេះគឺយើងត្រូវ question text របស់យើងហ្នឹងឥឡូវយើងឆែកមើលប្រធានរបស់យើងតើប្រធានយើងហ្នឹងគេឲ្យមកស្របឬក៏បដិសេធដោយសារយើងអត់មានឃើញមានពាក្យ not ពីអីមកបញ្ជាក់ថាវាជាបដិសេធទេអញ្ចឹងយើងសន្មតថាប្រធានរបស់យើងហ្នឹងគេឲ្យមកស្របហើយបើសិនណាគេឲ្យមកស្របរូបភាពបែបហ្នឹងយើងឲ្យកន្លែងយើងនេះគឺទៅជាបដិសេធបាទឥឡូវយើងមកមើលចម្លើយរបស់យើងតើចម្លើយណាដែលជាបដិសេធបន្ទុកហើយចម្លើយយើងជាស្របយើងលុបចោលចម្លើយ A doesn't see នេះគឺវាបដិសេធបន្ទុកហើយដល់ពេលចម្លើយ B does see អញ្ចឹងនេះយកទេយើងលុបវាបានចម្លើយ C isn't it អញ្ចឹងនេះវាជាទម្រង់បដិសេធ is not អញ្ចឹងបន្ទុកដល់ពេលកន្លែងនេះគឺយើងយក main word មកអញ្ចឹងហើយអត់ចូលទេដោយសារវាមានបដិសេធទេវាស្របអញ្ចឹងយើងលុបបានចម្លើយយើង B ហើយនឹង D ហើយបន្ទាប់មកទៀតវានៅចម្លើយយើងA និង C វាជាបដិសេធគ្នាចូលដល់ចំណុចទី2យើងឆែកទៅលើ form តើប្រធានយើងហ្នឹងគេឲ្យមកជាទម្រង់កាល past present ឬក៏ future កន្លែង that old woman នេះគឺជា subject ហើយពាក្យ drinks នេះវាជា verb ហើយជា verb 1ដោយសារវាមាន s កន្លែងហ្នឹងគឺថាវាជា present simple បើទម្រង់ present simple ដូចដែលបងប្អូនបានដឹងហើយគឺវាមានរូបភាពវាទម្រង់ស្រប subject បូក verb 1ដល់ពេលបដិសេធរបស់វាគឺ subject បូកឲ្យ do ឬក៏ does បូក not បូកឲ្យ verb by form ដល់ពេល question របស់វាបាទ question របស់វាគឺ do ឬក៏ does បូកឲ្យ subject បូកជាមួយនឹង verb by form ដោយយើងដឹងហើយថាទម្រង់ present simple របស់យើងចង់ធ្វើវាជាសំណួរគឺយើងត្រូវយក do ឬក៏ does ហើយកន្លែងនេះដោយសារយើងឃើញកិច្ចសព្ទ drink គឺជាកិច្ចសព្ទverb 1ដូច្នេះយើងអត់អាចយក is it មកបើ isn't it យកមកធ្វើជា question text របស់យើងបានទេអញ្ចឹងកន្លែងនេះគឺអត់ត្រូវទេហើយចម្លើយដែលត្រឹមត្រូវគឺ doesn't see ដោយសារយើងយក do does ទម្រង់របស់យើងគឺ subject បូកverb by form ដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយ A doesn't see ជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាបានតាមដានវីដេអូនេះហើយជាពិសេសសម្រាប់បងប្អូនដែលបានឆាតសួរបាទលំហាត់នេះដែរហើយសង្ឃឹមបងប្អូនទាំងអស់គ្នាក៏ដូចបងប្អូនដែលបានឆាតសួរមកនេះបណ្ដាញជលលំហាត់នេះបានយ៉ាងច្បាស់ហើយចំពោះមេរៀនក៏ដូចជាលំហាត់ផ្សេងៗសម្រាប់វីដេអូដែលខ្ញុំបានធ្វើឲ្យបងប្អូនទាំងអស់គ្នាបងឆ្ងល់កន្លែងណាគឺអាចឆាតសួរមកខ្ញុំបានហើយមួយទៀតលំហាត់ណាដែលបងឆ្ងល់អីពាក់ព័ន្ធជាមួយនឹងបាក់ឌុបបងអាចឆាតសួរមកខ្ញុំរីករាយស្វាគមន៍ជាមួយនឹងរាល់សំណួរបងប្អូនហើយបើសិនណាកន្លែងណាដែលខ្ញុំមានចំណុចខ្វះខាតឬក៏ខ្ញុំនឹងស្រាវជ្រាវបន្ថែមដើម្បីបាទយកមកបង្ហាញឲ្យបងប្អូនទាំងអស់គ្នាបាទជាចុងក្រោយខ្ញុំសូមអរគុណក្នុងសម្រាប់វីដេអូនេះដែរបាទអរគុណ